បាទថ្ងៃនេះមហាគ្រូក្បាលតែកុំឲ្យតានតឹងជាមួយនឹងសៀមឡើងពេកអញ្ចឹងមកទស្សនាវីដេអូគេកំពុងតែមក relax ជាមួយនឹងទេសភាពដ៏ត្រជាក់ភ្នែកឥឡូវគាត់មានបកងមួយធំឡើងមែនទែនហើយដឹងថាធ្វើមកឆ្ងាញ់បងប្អូនមកទស្សនាវីដេអូគាត់ធ្វើបកងតើគាត់ធ្វើមិនឲ្យឆ្ងាញ់អញ្ចឹងយើងគួរធ្វើតាមគាត់ឲ្យវាតំណងដូចគាត់អញ្ចឹងណាបកងមួយអាំងជាមួយនឹងភ្លើងហើយដាក់ជាមួយនឹងម្សៅពណ៌ជាមួយនឹងនេះបែបនេះពុកមកបងហើយគេរុំបែបនេះគឺតំណងណាស់មែនទែនម្យ៉ាងណាពេលដែលយើងបានទស្សនាវីដេអូបរទេសតែគេចូលចិត្តធ្វើម្ហូបបែបហ្នឹងហើយពេលដែលយើងទៅដើរលេងអីយើងធ្វើជាលក្ខណៈដូចគាត់គឺវាតំណងដែរគឺវាมันប៉ះពាល់ដល់បរិស្ថានហើយពេលដែលគាត់ទៅដើរលេងហ្នឹងគាត់ធ្វើម្ហូបធ្វើអីហ្នឹងគឺមើលទៅអែមខ្លាំងមែនទែនហើយជាបច្ចេកទេសមួយក៏ជាចំណេះដឹងមួយសម្រាប់ពួកយើងដែរគួរតែរៀនសូត្រតាមពួកគាត់ដែរហើយពុកម៉ែបងប្អូនមើលពេលគាត់ទៅដើរលេងដែរពុកម៉ែបងប្អូនមើលជុំវិញគាត់គឺអត់មានសម្រាមអីឲ្យមើលទៅកខ្វក់អត់អីទេគឺពោពេញទៅដោយទេសភាពស្អាតគឺទៅប៉ុណ្ណាគឺយកទៅវិញប៉ុណ្ណឹងហើយមិនសល់ទុកនៅស្នាមញញឹមមិនសល់ទុកនៅកន្លែងបរិស្ថានស្អាតល្អខ្លាំងមែនទែនហើយពុកម៉ែបងប្អូនគឺមើលទៅគឺបើសិនជាយើងដើរលេងគឺយើងអាចយកគំរូទៅតាមពួកបរទេសគឺល្អម្យ៉ាងគឺពួកគាត់ឆ្លាញ់បរិស្ថានមែនទែនសូម្បីតែគាត់ចូលទៅដល់ក្នុងព្រៃប៉ុណ្ណាក៏ដោយគឺពួកគាត់អត់ដែលចោលសម្រាមផ្ដេសផ្ដាស់នោះទេអញ្ចឹងហើយសម្រាប់វីដេអូរបស់យើងក៏ដល់ទីបញ្ចប់ដែរអរគុណសម្រាប់ពុកម៉ែបងប្អូនទស្សនាវីដេអូនេះបើសិនជាពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះពុកម៉ែបងប្អូនអាចជួយ share ចែករំលែកឲ្យខ្ញុំម្នាក់មួយផងហើយគណៈពេលនេះដែរអរគុណរមហោឆ្កងក៏ខាន់តែភ័យទៅពីសំណាក់ពុកម៉ែបងប្អូនដែរអរគុណគ្រប់លាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយពុកម៉ែបងប្អូនទាំងគ្នា